ហើយដោយសារតែយើងកើតមកជាកូនប្រុសដើមទ្រង់5ម៉ាត់ចូលមកខ្លាចអ្នកណាអាកូរ៉ាក៏បានយកឡានមួយដើម្បីរៀបកម្រងទៅបាញ់វីហើយអ្វីដែលនឹកស្មានម្ដងគឺថាសូវីនេះគឺថាលេចក៏ក្រិចមែនតើប្រិយមិត្តព្រីភ្លើងហើយគឺថាជួលម៉ូតដើម្បីឲ្យមកបាញ់ខ្ញុំរាច់ធីមបាត់ប្រាជ័យទៀតហើយដំណើរសាច់រឿងគឺថាសូវីបាញ់ខ្ញុំងើបតែម្ដងសោះគឺថាសូវីបានជ្រុលមាត់ដៀលខ្ញុំកប់មាត់អូក្មេងចេះអីនេះទោះតែក្មេងនឹងចេះអីឃើញទេក្មេងនឹងអាចចេះអីទេក្មេងប្រសិលមកតាក់ហ្នឹងហើយអ្វីដែលខ្ញុំមិនគួរឲ្យជឿប្រិយមិត្តព្រីភ្លើងហើយគាត់ដៀលខ្ញុំភ្លាមស្រាប់តែខ្ញុំចូលលេងមកប៉ះគាត់គំនុំកូនប្រុស10ឆ្នាំទៀតចាំសងសឹកក៏មិនតន់ហួពេលដែរហើយដោយសារតែយើងកើតមកជាកូនប្រុសដើមទ្រង់5ម៉ាត់ចូលមកខ្លាចអ្នកណាអាកូរ៉ាក៏បានយកឡានមួយដើម្បីរៀបកម្រងទៅបាញ់វីហើយអ្វីដែលនឹកស្មានម្ដងគឺថាសូវីនេះគឺថាលេចក៏ក្រិចមែនតើប្រិយមិត្តព្រីភ្លើងហើយគឺថាជួលម៉ូតដើម្បីឲ្យមកបាញ់ខ្ញុំរាច់ធីមបាត់ប្រាជ័យទៀតហើយដោយសារតែគាត់ជ្រុលមាត់ដៀលខ្ញុំខ្លាំងពេកប្រិយមិត្តព្រីភ្លើងហើយគាត់ខ្លាចខ្ញុំទៅសងសឹកគាត់គឺថាគាត់បានជួលម៉ូតអស់រាប់ពាន់ដុល្លារដើម្បីមកកម្ចាត់ខ្ញុំតែបងខ្ញុំមិនគិតថាវីជួលម៉ូតមកបាញ់ខ្ញុំទេប្រិយមិត្តព្រីភ្លើងប៉ុន្តែខ្ញុំឃើញកន្លែងនេះខ្ញុំច្បាស់ហ្មងអាប៉ែម៉ូតនឹងគឺថាបាញ់គេចង់អស់ពីម៉ែប្រិយមិត្តព្រីភ្លើងប៉ុន្តែអ្នកគ្នាធីមវីអីគឺថាអាប៉ែនឹងអត់បាញ់ទេអាសូវីក៏គាត់អត់បាញ់ដែរបុកធីមមួយវីអញ្ចឹងហើយនៅក្រៅរឿងនេះគឺថាមានតែអាសូវីទេដែលជួលម៉ូតនឹងមកបាញ់ធីមខ្ញុំដោយសារតែគាត់ខ្លាចខ្ញុំសងសឹកនៅថ្ងៃមួយទៀតខ្ញុំក៏បានលេងប៉ះគាត់ម្ដងទៀតហើយម្ដងនេះគឺថាខ្ញុំបានជន់ដានរបស់ម៉ូតហើយម៉ូតម្នាក់នេះគឺមិនមែនអ្នកណាឆ្ងាយទេគឺម៉ូតដដែលនឹងឯងគឺម៉ូតដែលអាសូវីជួលមកបាញ់ខ្ញុំនៅថ្ងៃមុននឹងឯងម៉ូតទៀតហើយដូចហ្គេមនេះចឹងហ្គេមប៉ះគ្នាទៀតហើយខ្ញុំគិតថានឹងបានសងសឹកអាសូវីបងប៊ីបសិតកាហ្នឹងហើយប៉ុន្តែគឺថាមានម៉ូតមកបាញ់ធីមខ្ញុំដាច់ធីមទៀតហើយអញ្ចឹងហើយបើសិនជាមិនមែនអាសូវីដែលជួលម៉ូតមកបាញ់ខ្ញុំទេសួរថាអ្នកណាគេនៅក្រៅរឿងនេះគាត់មានឯងជួយបាញ់អើយជីបាត់ហ្នឹងហើយហើយថ្ងៃទី10ខាងមុខនេះគឺថា event ឈុតប្រែកាយនេះគឺនឹងចាញ់មកហើយអញ្ចឹងបើសិនជាអ្នកគ្នាអត់ដឹងតារាពេជ្រនៅកន្លែងណាដែលមានតម្លៃធូរថ្លៃជាមួយនឹងសេវាកម្មដាក់លឿនរហ័សទាន់ចិត្តអ្នកគ្នាអាចដាក់បាននៅ page PNT Diamond Store បើសិនជាអ្នកគ្នាណាដែលចង់ទិញលក់ hero ដែលមានសុវត្ថិភាពអ្នកគ្នាអាចតាក់ទងទៅ page ពូស៊ីនបានចំពោះ page គាត់ Agora ដាក់នៅខាងក្រោម comment នៅថ្ងៃនេះគឺថាខ្ញុំសងសឹកវីអត់បានទេប៉ុន្តែចិត្តជាកូនប្រុសដើមទ្រង់5ហាត់មិនដែលខ្លាចអ្នកណាទេនឹងមានលើកក្រោយទៀតចាំទទួលយកទៅហើយអ្នកគ្នារងចាំមើលទៅថានៅភាពបន្ទាប់ Agora អាចសងសឹកវីកានេះបានដែរឬទេ